ពាក្យសម្ដីនឹងខ្លះទៀតណាបងប្អូនមិនមែនតែការប្រស្រ័យតាក់ទងធម្មតាសូម្បីតែយើងទៅសួរសំណួររឿងខ្លះវារឿងផ្ទាល់ខ្លួនរបស់គេឧទាហរណ៍សួរគេធ្វើការបានប្រាក់ខែប៉ុន្មានសួរគេអាយុប៉ុន្មានជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបន្តនៅការកំណត់ព្រំដែនផ្ទាល់ខ្លួនដែរប៉ុន្តែខ្ញុំផ្ដោតទៅលើប្រភេទនៃព្រំដែនផ្ទាល់ខ្លួនចាព្រំដែនផ្ទាល់ខ្លួនមួយគឺជាការកំណត់នៅព្រំដែនផ្នែករាងកាយចាធម្មតាពេលដែលយើងមានតំណែងជាមួយដៃគូជីវិតជាសង្សារឬប្តីប្រពន្ធវាមានកាយវិការផ្នែករាងកាយហ្នឹងផ្សេងពីមិត្តភ័ក្តិធម្មតាពីក្រុមការងារពីចវាយកូនចៅឬក៏ពីជាមួយបុគ្គលផ្សេងអីអញ្ចឹងណាចាអញ្ចឹងយើងត្រូវការមានព្រំដែនកំណត់ដែរដើម្បីបង្ការនៅការភ័ន្តច្រឡំផ្សេងដែលអាចកើតមាននៅក្នុងតំណែងរបស់យើងជួនកាលបងប្អូនមិនមែនតែអ្នកដតីមើលមកយើងឯងសំបីតែយើងខ្លួនឯងហ្នឹងក៏អាចមានការភ័ន្តច្រឡំនៅក្នុងតំណែងណាមួយនៅពេលដែលសកម្មភាពផ្នែករាងកាយហ្នឹងវាហួសពីព្រំដែននៃប្រភេទតំណែងរបស់យើងដែរណាចាអញ្ចឹងនេះគឺជាការបង្ការមួយសំខាន់មែនតើហើយពេលខ្លះក៏ជាការបង្ការទៅលើបញ្ហាបំពេញផ្សេងបំពេញទៅលើរូបកាយឬក៏បំពេញទៅលើកត្តាផ្លូវភេទអីផ្សេងទៀតដែរដែលជាការដែលយើងត្រូវការពារខ្លួនទៅលើរឿងហ្នឹងណាចាព្រំដែនទី2គឺជាពាក្យសម្ដីដែលក៏យើងត្រូវការមានការកំណត់ព្រំដែនជាក់លាក់ពីព្រោះជួនកាលទៅយើងមានវប្បធម៌ក្នុងការប្រាស្រ័យតាក់ទងជាពាក្យសម្ដីហ្នឹងខុសគ្នាទៅតាមក្រុមគ្រួសារទៅតាមភូមិកំណើតស្រុកកំណើតរបស់យើងទៅតាមតំបន់ទៅតាមអីចឹងណាវប្បធម៌អីចឹងទៅណាចាចឹងការដែលយើងមានព្រំដែនពាក្យសម្ដីហ្នឹងក៏ជាផ្នែកមួយដែលជួយបង្ការបញ្ហានៅក្នុងការប្រស្រ័យតាក់ទងដែរជួនកាលយើងអត់ដឹងគ្នាមនុស្សម្នាក់គាត់មានទម្លាប់និយាយពាក្យអសុរោះខ្លះដែលជាទម្លាប់នៅក្នុងក្រុមគ្រួសាររបស់គាត់ប៉ុន្តែបុគ្គលម្នាក់ទៀតក៏មានទម្លាប់ហ្នឹងឯងចឹងនៅពេលដែលគាត់ប្រស្រ័យតាក់ទងគ្នានៅពេលដែលគាត់អត់បានដឹងពីព្រំដែនរបស់គ្នាគាត់និយាយតាមរបៀបគាត់ដែលវាអត់ត្រូវនឹងម្នាក់ទៀតអញ្ចឹងវាធ្វើឲ្យវាមានបញ្ហាណាចាហើយពាក្យសម្ដីនឹងខ្លះទៀតណាបងប្អូនមិនមែនតែការប្រស្រ័យតាក់ទងធម្មតាសូម្បីតែយើងទៅសួរសំណួរដែលហួសពីកម្រិតដែលគេគួរតែនិយាយបើន័យថារឿងខ្លះវារឿងផ្ទាល់ខ្លួនរបស់គេឧទាហរណ៍សួរគេធ្វើការបានប្រាក់ខែប៉ុន្មានសួរគេអាយុប៉ុន្មានអាហ្នឹងបើនៅសង្គមបរទេសទៀតគេអត់ចូលចិត្តទេជាពិសេសស្រីប៉ុន្តែដល់វប្បធម៌ខ្មែរយើងសួរគ្នាឡើងស៊ាំហើយចាអញ្ចឹងអាស្រ័យទៅលើបុគ្គលម្នាក់ដែលថាតើគាត់ចង់បង្ហាញព័ត៌មានតខ្លួនរបស់គាត់ហ្នឹងទៅសាធារណជនឬក៏ទៅមនុស្សអ្នកដទៃហ្នឹងកម្រិតណាហើយក៏អាស្រ័យទៅលើកម្រិតនៃតំណែងរបស់យើងដែរតើមនុស្សដែលស្និទ្ធស្នាលត្រឹមប៉ុណ្ណាដែលគេចង់ចែកម្លែកហើយមនុស្សមិនស្និទ្ធស្នាលឬក៏មិនសូវស្និទ្ធស្នាលកម្រិតណាដែលគេមិនចង់ចែកម្លែកហើយយើងឃើញមានច្រើនដែលសង្គមយើងជាពិសេសអ្នកភូមិអ្នកស្រុកឲ្យតាអ្នកណាចេញមកធ្វើការនៅទីក្រុងត្រឡប់ទៅវិញហ្នឹងគេសួរហើយចាអញ្ចឹងអាហ្នឹងក៏ជាអ្វីមួយដែលហួសព្រំដែនកំណត់ដែរបើសិនជាម្ចាស់ខ្លួនគេមិនចង់ប្រាប់ចាអញ្ចឹងបានថាយើងម្នាក់យើងត្រូវការដឹងខ្លួនហើយប៉ុន្តែពេលខ្លះយើងមានវប្បធម៌គ្រប់គ្នាពេកទៅយើងអត់ហ៊ានតវ៉ាហើយយើងឆ្លើយទាំងទើសទាល់ចាអញ្ចឹងបើយើងដឹងព្រំដែនខ្លួនឯងយើងអត់ទើសទាល់ក្នុងការមិនឆ្លើយទេណាចាអូខេព្រំដែនមួយទៀតគឺជាព្រំដែនផ្លូវចិត្តដែលពេលខ្លះយើងប្រឈមនឹងស្ថានភាពអីផ្សេងហើយបើយើងដឹងខ្លួនថាយើងអត់តន់ត្រៀមចិត្តប្រឈមមួយរឿងហ្នឹង
យើងអាចសុំពេលវេលាគេថាឥឡូវខ្ញុំអត់ទាន់ត្រៀមខ្លួនត្រៀមចិត្តនិយាយរឿងហ្នឹងឬក៏ដោះស្រាយរឿងហ្នឹងខ្ញុំសុំពេលតិចទៀតខ្ញុំសុំពេលទៅដោះស្រាយជាមួយនឹងអារម្មណ៍របស់ខ្ញុំអីចឹងណាចឹងបើយើងស្គាល់ព្រំដែនហ្នឹងហើយយើងសុំចរចាអញ្ចឹងទៅវាជួយសម្រួលយើងបានខ្លះដែរជាងយើងបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលយើងអត់ទាន់ត្រៀមចិត្តរួចរាល់នឹងធ្វើណាចាកត្តាមួយទៀតដែលជាព្រំដែនដែរហ្នឹងគឺជាព្រំដែនពេលវេលាពេលខ្លះយើងចិត្តល្អជួយគេពេកទៅយើងអត់បានកំណត់ព្រំដែនពេលវេលាឲ្យខ្លួនឯងឲ្យច្បាស់លាស់ហើយយើងចេះតែ yes ចេះតែអូខេទៅជាមួយគេចេះតែគេ call មកគេឆាតមកឆ្លើយតបគេភ្លាមទទួលគេភ្លាមដោយត្រូវតម្លាក់កិច្ចការងារសំខាន់របស់ខ្លួនឯងចោលអីអញ្ចឹងណាចាអញ្ចឹងការដែលយើងផ្ដល់ព័ត៌មានទៅគេថាឥឡូវនេះពីម៉ោងនេះដល់ម៉ោងនេះពីថ្ងៃនេះដល់ថ្ងៃនេះខ្ញុំមានការរវល់ខ្ញុំមិនអាចតបសារឬក៏អត់អាចលើក call ឬក៏អត់អាចឆ្លើយតប email តាន់ពេលវេលាអីចឹងណាអញ្ចឹងបើយើងជូនដំណឹងគេមុននៅព្រំដែនកំណត់ពេលវេលារបស់យើងជាក់លាក់ណាមួយវាជួយសម្រួលយើងច្រើនមែនតើជាជាងយើងបដ ாய் ឲ្យគេចេះតែ call មកផ្ញើសារមកហើយយើងត្រូវតែឆ្លើយតបរហូតត្រូវតែចំណាយពេលទៅជាមួយគេរហូតអីចឹងណាចាចឹងនេះគឺជាផ្នែកមួយដែលយើងត្រូវការគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់យើងដែរដែលយើងត្រូវការមានព្រំដែនពេលវេលាច្បាស់លាស់ដើម្បីប្រស្រ័យតាក់ទងតំណងកិច្ចការមួយអ្នកដតីនោះឲ្យបានត្រឹមត្រូវណាចាហើយចំណុចចុងក្រោយគឺជាព្រំដែនសម្ភារៈគឺជាការគ្រប់គ្រងទ្រព្យសម្បត្តិឬក៏លុយកាក់ឬក៏អីរបស់យើងអញ្ចឹងពេលខ្លះក៏យើងត្រូវការកំណត់ព្រំដែនឲ្យច្បាស់លាស់ហើយក៏ត្រូវការគោរពព្រំដែនគ្នាដែរដូចមានពេលខ្លះខ្ញុំឮករណីខ្លះណាថាប្អូនខ្ញុំបងខ្ញុំចូលទៅបន្ទប់ខ្ញុំយករបស់ខ្ញុំដោយអត់មានបានប្រាប់ខ្ញុំហើយសំបីតែខ្ញុំប្រាប់ថាខ្ញុំអត់ចូលចិត្តទេកុំយកកៅអៅខ្ញុំស្លៀកខ្ញុំអត់ចូលចិត្តប្រើកៅអៅមួយពីរនាក់ឬក៏ខ្ញុំអត់ចូលចិត្តប្រើរបស់នេះពីរនាក់អីទេប៉ុន្តែអ្នកមកខាងទៀតហ្នឹងនៅតែធ្វើជាពិសេសអ្នកដែលស្និទ្ធស្នាលនឹងយើងជាងគេហ្នឹងគឺមិនសូវបានគ្រប់ព្រំដែនហ្នឹងទេច្រើនតែហួសព្រំដែនហើយអាហ្នឹងវាអត់បានជួយតំណងបងប្អូនតំណងមិត្តភ័ក្តិឬក៏តំណងយើងជាមួយនឹងកូនអីទេនៅពេលដែលយើងគិតថាអ្វីដែលគេនិយាយហ្នឹងវាមិនមែនជារឿងចាំបាច់ដែលយើងត្រូវការគោរពណាអញ្ចឹងវានឹងធ្វើឲ្យយើងមានបញ្ហាតំណងណាទោះបីជាយើងស្និទ្ធស្នាលគ្នាប៉ុណ្ណាក៏ដោយអញ្ចឹងការគ្រប់ព្រំដែនសូម្បីតែការប្រើប្រាស់សម្ភារៈគឺយើងត្រូវការគ្រប់កម្មសិទ្ធិបញ្ញារបស់គេយើងត្រូវការគ្រប់ឯកជនភាពរបស់គេដែរអញ្ចឹងអាហ្នឹងក៏ជាព្រំដែនតខ្លួនដែលយើងត្រូវការកំណត់ដែរដើម្បីកុំឲ្យគេហួសធ្វើអីចេះតែហួសព្រំដែនហើយធ្វើយើងអត់សុបាយចិត្តធ្វើយើងមានបញ្ហាតំណងណាចាអញ្ចឹងនេះគឺជាព្រំដែនទាំង5ដែលយើងត្រូវការកំណត់ហើយជាក់ស្ដែង maybe ប្រហែលជាវាអាចមានលើសហ្នឹងក៏មិនដឹងតែខ្ញុំរកឃើញ5ហ្នឹងអញ្ចឹងបងប្អូនអាចយកទៅសាកល្បងមើលទៅហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងចែករំលែកនៅវិធីសាស្ត្រក្នុងការកសាងព្រំដែនតខ្លួនទៀតចាសូមអរគុណ